ប្រៀបធៀបជីវិតនៅពេលដែលជានិស្សិតហើយនិងជីវិតនៅពេលដែលចេញធ្វើការបើច្បាប់វិសាស្ត្ររបស់ខ្ញុំនៅពេលដែលជានិស្សិតខ្ញុំគឺជាមនុស្សម្នាក់ដែលមិនថាយើងរៀនយើងខំប្រឹងរៀនចេញពីរៀនយើងទៅផ្ទះអីចឹងទៅហើយយើងអត់សូវនិយាយច្រើនមិនថាខ្ញុំមិនមែនជាមនុស្សដែលនិយាយជាមួយមនុស្សគ្រប់គ្នាតោះតែថាអ្នកនឹងជាមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំហើយនិយាយត្រូវគ្នាបើខ្ញុំនិយាយជាមួយបើសិនជាអ្នកគ្រាន់តែឃើញមុខខ្ញុំបានត្រឹមតែញឹមតែប៉ុន្តែបើឲ្យខ្ញុំទៅ say hello ឬក៏ទៅនិយាយពីនេះពីនោះមួយគេគឺខ្ញុំអត់ទេប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមចូលធ្វើការចំណុចខ្លាំងនេះត្រូវបានផ្លាស់ប្ដូរពីមនុស្សដែលគ្រាន់តែឃើញគេញឹមទៅជាមនុស្សដែលអត់ស្គាល់គ្នាក៏ហ៊ានទៅនិយាយមួយគេដែរមានន័យថាពេលដែលយើងទៅហាងញ៉ាំអីមួយអ្នកនរគ្នាធ្លាប់ពេលពេលយើងទៅដល់ឃើញមានតែម្នាក់ឯងគាត់អង្គុយម្នាក់ឯងហើយគាត់ធំមានថាតុកវាពេញអស់ហើយគាត់ទៅអង្គុយគាត់មានបំណងដែរហើយយើងទៅគឺយើងគ្រាន់តែទៅចាំឬថាយើងទៅកំងកាហ្វេឬក៏ទៅកំងអីយើងគ្រាន់ចាំពេលគេហៅពេលគេហៅដល់លេខយើងទៅយកអញ្ចឹងណាប៉ុន្តែយើងអត់ចង់ដល់ពេលអញ្ចឹងទៅយើងក៏ទៅនិយាយជាមួយគាត់ទាំងអត់ស្គាល់គាត់ទេទៅដល់យើងញញឹមដាក់គាត់សុំទោសបងយើងអង្គុយបានអត់អីអញ្ចឹងណាប៉ុន្តែបើកាយខ្ញុំនៅជានិស្សិតខ្ញុំអត់អញ្ចឹងទេទាំងអស់គ្នាខ្ញុំជាមនុស្សដែលយើងមិនមែនថាវាមិនចាំ introvert ក៏វាមិនចាំ extrovert ដែរមានន័យថាយើងនិយាយប៉ុន្តែយើងនិយាយជាមួយនឹងមនុស្សដែលយើងស្គាល់ច្រើនមនុស្សដែលយើងអត់ស្គាល់យើងបានញញឹមដាក់គេដែរមិនថាយើងឆ្មាងមិនមើលគេទេហើយយើងក៏មិនថាពេលដែលគេនិយាយ hello មកយើងអត់ hello មួយអត់ទេយើងនិយាយមួយគេគ្រាន់ថាយើងឲ្យយើងទៅបង្កើតប្រធានបទមកនិយាយមួយគេមិនមែនជាខ្ញុំទេបើថាស្ដាប់គេហើយចូលម៉ាត់អានឹងបានជាខ្ញុំតែនៅពេលដែលយើងចូលធ្វើការគឺអស់នេះត្រូវបានផ្លាស់ប្ដូរព្រោះដោយសារអ្នកគ្នាដឹងហើយនៅក្នុងកន្លែងការងារគឺមានមនុស្សជាច្រើនចូលមកធ្វើការមួយយើងហើយយើងក៏ធ្វើការតាមផ្នែក department មួយហើយយើងក៏ត្រូវតាក់ទងជាមួយនឹង stakeholder ផ្សេងជាអ្នកដែលត្រូវ support ការងារយើងអីចឹងទៅអញ្ចឹងយើងត្រូវតែមានទំនាក់ទំនងជាមួយពួកគាត់បានយើងអាចធ្វើការទៅមុខបានយើងអត់អាចនៅតែឯងឬក៏ខិតតែញឹមមួយគាត់បានទេអញ្ចឹងវាធ្វើឲ្យខ្ញុំផ្លាស់ប្ដូរពីមនុស្សអ្នកដែលខ្ញុំនិយាយមិញហ្នឹងអត់ចេះនិយាយឬក៏ធំតែញឹមទៅជាមនុស្សអ្នកដែលចេះបង្កើតប្រធានបទដើម្បីនិយាយជាមួយគេបាននៅពេលដែលយើងចង់និយាយអីឬក៏យើងចង់ស្នើអីទៅគេគឺយើងហ៊ាននិយាយហ៊ានតតាំងមួយគេនៅពេលដែលគេនិយាយអីមកជាមួយយើងហ៊ានបញ្ចេញយោបល់របស់យើងថាខ្ញុំគិតចែកយើងហ៊ានបើកនៅគំនិតរបស់យើងចេញទៅហើយមួយទៀតយើងហ៊ានសម្រេចចិត្តនៅលើអ្វីដែលយើងចង់ធ្វើយើងហ៊ានកំណត់គោលដៅខ្លួនឯងថាយើងចង់បានអីអានេះជាអ្វីដែលខ្ញុំធ្វើបានពីកន្លែងការងារខ្ញុំពិតជាអរគុណកន្លែងការងារខ្ញុំមែនតើដែលធ្វើឲ្យខ្ញុំទៅជាមនុស្សម្នាក់ដែលថ្មីខ្ញុំហ៊ាននិយាយថាខ្ញុំជាមនុស្សថ្មីមកប្រៀបធៀបជាមួយខ្ញុំកាលនៅជានិស្សិតមកឥឡូវខ្ញុំជាជីវិតអ្នកធ្វើការនេះគឺខ្ញុំទទួលបានថាខ្ញុំមានរឿងជាច្រើនដែលខ្ញុំផ្លាស់ប្ដូរមែនតើសូម្បីតែអ្នកស្គាល់ខ្ញុំពីការរៀនក៏គាត់ប្រាប់ថាខ្ញុំផ្លាស់ប្ដូរច្រើនដែរទោះបីថាវាមិនច្រើនខ្លាំងណាស់ប៉ុន្តែសម្រាប់ខ្ញុំខ្លួនឯងគឺខ្ញុំសប្បាយចិត្តនៅអ្វីដែលខ្ញុំផ្លាស់ប្ដូរមួយនេះខ្ញុំពិតជាដឹងគុណនិងអរគុណនៅកន្លែងធ្វើការរបស់ខ្ញុំដែលបានផ្លាស់ប្ដូរខ្ញុំឲ្យខ្ញុំក្លាហានជាងមុនឲ្យខ្ញុំហ៊ាននិយាយឲ្យខ្ញុំហ៊ានបញ្ចេញនៅគំនិតខ្លួនឯងទៅកាន់អ្នកដទៃអត់លាក់ទុកដូចមុនទៀតទេអញ្ចឹងនេះហើយជាបទពិសោធន៍ក៏ដូចជាការផ្លាស់ប្ដូរនៅពេលដែលយើងជានិស្សិតនិងចេញធ្វើការអញ្ចឹងគេតែងតែនិយាយថាពេលចាប់ដើមចូលមហាវិទ្យាល័យបើសិនជាអាចរៀនផងធ្វើការផងទៅពីព្រោះដោយសារវាមិនមែនត្រឹមតែរកចំណូលបានទេប៉ុន្តែវាអាចជួយឲ្យយើងស្គាល់ពីសង្គមបានច្រើនវាអាចជួយឲ្យយើងមានទំនាក់ទំនងច្រើនហើយថាទំនាក់ទំនងទៅលើបណ្ដាញការងារអីចឹងណាអញ្ចឹងពេលយើងរៀនចប់យើងអាចទៅធ្វើការកន្លែងណាក៏បានដែរមួយទៀតនោះគឺជាបទពិសោធន៍ការងារបទពិសោធន៍ជីវិតដែលយើងមិនមានអ្នកណាបង្រៀនយើងទេរឿងនេះគឺយើងត្រូវទៅជួបខ្លួនឯងហើយទៅរៀនខ្លួនឯងហើយទៅស្វែងយល់បទពិសោធន៍ដោយខ្លួនឯង